បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងមកសិក្សា phrasal verb បាទអញ្ចឹងបងប្អូនមើលមកនេះ act upon act upon អញ្ចឹងឃ្លានេះមានន័យថា affect ជះឥទ្ធិពល follow ធ្វើតាមបាទដូច្នេះបងប្អូនមើលមកកាន់ប្រយោគទី1របស់យើងណានេះ hard stress can act upon your sleep Hard stress can act upon your sleep មានន័យថាការ stress ខ្លាំងអាចជះឥទ្ធិពលដល់ការគេងរបស់អ្នកបាទអញ្ចឹង act upon កន្លែងនេះមានន័យថាជះឥទ្ធិពលបាទបានន័យថានៅពេលដែល stress ខ្លាំងអីចឹងទៅជាគេងអត់សូវលក់បាទប្រយោគទី2 she acted upon his suggestion She acted upon his suggestion មានន័យថានាងបានធ្វើតាមយោបល់របស់គាត់អញ្ចឹង acted upon កន្លែងនេះមានន័យថា follow មានន័យថាធ្វើតាមវិញណាហ្នឹង his suggestion យោបល់របស់គាត់បាទអញ្ចឹងថ្ងៃនេះយើងសិក្សាអំពី act upon មានន័យថាជះឥទ្ធិពលឬក៏ធ្វើតាមបាទសូមអរគុណ